នេះប្រិមិត្តបានឃើញហើយស្រីស្អាតម្នាក់ដែលគាត់បានចាញ់បោកបាទនារី2នាក់ដែលបានធ្វើការខ្ចីលុយរបស់គាត់នឹងដោយមកដល់ថ្ងៃនេះគឺអត់មានធ្វើការសងលុយរបស់គាត់ទេហើយទេក៏លែងលើកឆាតក៏លែងតបឥឡូវនេះបងអូនស្រីគាត់មកធ្វើការសុំឲ្យខ្ញុំធ្វើការជួយផ្សព្វផ្សាយហ្នឹងដើម្បីប្រាប់ពីកលល្បិចដែលគាត់តែងតែប្រើប្រាស់នៅរូបភាពបាទឆោបោកក៏ដូចជាខ្ចីលុយរបស់គេហ្នឹងជំរាបសួរបងអូនស្រីចាញ់សុខបងបងអូនអាចរៀបរាប់បានទេបងអូនមានឈ្មោះអីហើយថ្ងៃនេះមានរឿងអីបានមកដល់ស្ពានជ្រោយចង្វាទាំងយប់ហ្នឹងបងអូនចាចំពោះខ្ញុំផ្ទាល់ឈ្មោះលេខគឹមហុយបងចំពោះខ្ញុំរងថ្ងៃហ្នឹងគឺជានិស្សិតពេទ្យឆ្នាំទី3បងហើយចំពោះដែលខ្ញុំមានរឿងបញ្ហាហ្នឹងគឺដោយសារតែអ្នកស្គាល់គ្នាដែលនៅស្រុកភូមិចិត្តគ្នាហ្នឹងគាត់បានទៅវាស្និទ្ធស្នាលជាមួយនឹងខ្ញុំគាត់ថាគាត់មានបញ្ហារឿងហូរស៊ីនឹងការងាររបស់គាត់អញ្ចឹងគាត់សូមខ្ចីលុយខ្ញុំចំនួន$1000ដើម្បីយកទៅធ្វើការហូរស៊ីបបល់តែ2-3ថ្ងៃគាត់ឲ្យខ្ញុំវិញហើយចំពោះមិត្តភក្តិរបស់គាត់មួយទៀតគាត់ថាគាត់ធានាជូនឲ្យថា$1350ហ្នឹងគាត់នឹងត្រឡប់មកឲ្យខ្ញុំវិញ2-3ថ្ងៃដូចគ្នាដែរបងប៉ុន្តែមកដល់ឥឡូវហ្នឹងរយៈពេល1ខែជាងហើយបងគឺអត់មានសងខ្ញុំសូម្បីតែ1រៀលសោះបងគាត់កិច្ចវេះគឺប្លុកខ្ញុំរហូតខ្ញុំឆាព្យាយាមតាក់ទងមិនក៏ដោយក៏គាត់អត់តបអត់អីដែរបងអូអញ្ចឹងមានន័យថាអ្នកដែលខ្ចីលុយប្អូនហ្នឹងគឺជាអ្នកស្រុកជាមួយគ្នាទេចាបងចានៅចិត្តគ្នាបងដោយសារតែអ្នកស្រុកជាមួយគ្នាទើបអាណិតឲ្យខ្ចីចាបងដល់ពេលឥឡូវហ្នឹងបានលុយរួចឆាតក៏លែងតបទេក៏លែងលើកដែរចាបងចាដាក់ពេលប៉ុណ្ណឹងក៏គាត់អត់ទៅចូលរួមដោះស្រាយដែរបងអូនអាចរៀបរាប់បានទេបងអូនតើគាត់ទាំង2នាក់ហ្នឹងជាជនដែលធ្លាប់ដើរឆោបបោកលុយគេហ្នឹងប្រហែលលើកប្រហែលសាយបើតាមបងអូនដឹងមកតាមករណីដែលលោកប៉ូលីសនៅខាងឃុំនៅត្រើយសានហ្នឹងដែលគាត់ប្រាប់ខ្ញុំមេប៉ុស្តិ៍ពូគាត់ថាច្រើនករណីគេប្តឹងច្រើនហ្មងបងដោយសារតែគាត់ហ្នឹងគឺឆោបបោកជពាក់លុយគេគឺអត់សងហ្មងហើយគាត់របៀបថាគាត់ញុះញង់ឲ្យខ្ញុំហ្នឹងប្តឹងគាត់អត់ខ្វល់គាត់អត់សងទេចាតួខ្ញុំដាក់ពាក្យប្តឹងឡើងតុលាការខ្ញុំដាក់ដល់តុលាការទាំងអីទាំងអស់គឺគាត់អត់ចូលរួមដោះស្រាយមកសមហ្មងអញ្ចឹងម្ដងពេលមុនពេលដែលបងអូនមកសុំឲ្យបងផ្សាយនេះគឺមានន័យថាបងអូនបានប្តឹងគាត់ទៅតុលាការរួចអស់ហើយទាំងតុលាការទាំងប៉ុស្តិ៍ទាំងអីទាំងអស់បងគាត់អត់មានចូលខ្លួនដោះស្រាយអីទាំងអស់ហើយអ្នកដែលខ្ចីលុយបងអូនហ្នឹងមានប្រមាណអ្នកដែរបងអូន2នាក់បងមានឈ្មោះអីខ្លះដែរបងអូនមានឈ្មោះម្នាក់ហ៊ឿនគឹមហៀងគាត់ខ្ចីខ្ញុំចំនួន$1000និងមិត្តភក្តិគាត់មួយទៀតឈ្មោះសុតម៉ាន់អ៊ីចំនួន$1350បងជុំខ្ចីលុយសិតតែម្នាក់1000ឡើងហ្មងបងអូនចាបងចាអញ្ចឹងមានន័យថាខ្ចីហ្នឹងរយៈពេលប្រហែលខែមកដល់ថ្ងៃនេះបងអូនខ្ទង់1ខែ4-5ថ្ងៃហើយបងមូលហេតុអីបានបងអូនសម្រាប់ចិត្តមកសុំឲ្យបងធ្វើការជួយផ្សព្វផ្សាយពាក់ព័ន្ធជាមួយនឹងស្ត្រីទាំង2នាក់ហ្នឹងបងអូនដោយសារតែខ្ញុំអត់ចង់ឲ្យអ្នកដទៃផ្សេងទៀតគាត់ចាញ់បោកបកគោល2នាក់ហ្នឹងបងហើយណាមួយខ្ញុំចង់ឲ្យខាងនគរបាលឬក៏ប៉ូលីសអីហ្នឹងគាត់ជួយដោះស្រាយឲ្យនឹងទប់ស្កាត់បកគោលទាំងអស់ហ្នឹងកុំឲ្យដើរបោកគេទៀតបងចាអូនមានអីនិយាយទៅកាន់ស្ត្រីទាំង2នាក់ហ្នឹងឯងដែលគាត់ខ្ចីលុយបងអូនមកខ្ចីស្រួលបាទអង្វរលុនតួសពគ្រប់បែបយ៉ាងដល់ពេលឥឡូវហ្នឹងបានលុយរួចបាទទេក៏លែងលើកបាទឆាតក៏លែងឆ្លោយអញ្ចឹងឥឡូវបងអូនមានអីនិយាយទៅកាន់គាត់តាមរយៈព័ត៌មានបងឯងចាបងចំពោះខ្ញុំផ្ទាល់ខ្ញុំចង់ឲ្យពួកគាត់ដឹងមកចូលរួមដោះស្រាយជាមួយខ្ញុំផ្ទាល់ខ្ញុំអត់ប្រកបប្រខំឲ្យគាត់ថាត្រូវសងភ្លាមទេឲ្យតែមកដោះស្រាយជាមួយខ្ញុំនិយាយជាមួយខ្ញុំមកខ្ញុំសម្រួលជាមួយគាត់ទេសងខ្ញុំទិញទួចក៏បានដែរបងព្រោះអីខ្ញុំដូចខ្ញុំបញ្ជាក់ចឹងគឺពួកខ្ញុំនៅរៀនឲ្យធ្វើការច្រើនម៉ោងណាស់មួយថ្ងៃដើម្បីបានលុយហ្នឹងយកទៅបង់សាលាហើយពួកខ្ញុំគៀកបង់សាលាទាំងអស់គ្នាទាំងបងចដូនមួយខ្ញុំទៀតហើយដល់ពេលពួកគាត់យកលុយខ្ញុំទៅឲ្យអត់សងអញ្ចឹងពួកខ្ញុំបានអីទៅបន្តសិក្សាទៀតបងជានិស្សិតខាងផ្នែកអីដែរបងពួកខ្ញុំទាំង2នាក់គឺនិស្សិតខាងពេទ្យបងអូនិស្សិតពេទ្យឆ្នាំទី3អស់ហើយណាបងណាចាបងចាបាទបងបាទប្រិមិត្តបានស្ដាប់រួចហើយបាទប្អូនទាំង2នាក់ដែលគាត់បានមកសុំឲ្យខ្ញុំធ្វើការជួយផ្សព្វផ្សាយពាក់ព័ន្ធជាមួយនឹងស្ត្រី2នាក់ដែលជាអ្នកស្រុកកំណើតជាមួយគ្នាហ្នឹងគឺបានខ្ចីលុយរបស់គាត់ហ្នឹងម្នាក់$1000ម្នាក់ទៀត$1300មកដល់ម៉ោងនេះគឺអត់បានធ្វើការសងគាត់ទេដោយធ្វើការកិច្ចវេះដោយទេក៏មិនលើកឆាតក៏មិនឆ្លើយអញ្ចឹងប្អូនស្រីគាត់អស់ជំរឿសគាត់ក៏មកសុំឲ្យខ្ញុំធ្វើការជួយផ្សព្វផ្សាយអ្វីដែលគួរឲ្យអាណិតប្រិមិត្តបាទគឺប្អូនទាំង2នាក់សិតតែជានិស្សិតពេទ្យឆ្នាំទី3ទាំង2នាក់តែម្ដងហើយគាត់បានបញ្ជាក់ថាអ្វីដែលគាត់សុំឲ្យខាងស្ត្រីទាំង2នាក់សងលុយគាត់ហ្នឹងដោយសារតែ
គាត់ក៏ត្រូវការលុយដើម្បីធ្វើការបង់ការរៀនសូត្រផងដែរប្រិមិត្តបាទបងអូនជាចុងក្រោយបងអូនមានអីស្នើសុំទៅដល់សមត្ថកិច្ចដើម្បីឲ្យលោកជួយក្នុងពលឿនក្នុងការងារហ្នឹងទេបងអូន ជាចុងក្រោយខ្ញុំចង់ឲ្យសមត្ថកិច្ចហ្នឹងគាត់ជួយដល់ស្រ័យថាឲ្យបកគោហ្នឹងគាត់ជាយាមធ្វើម៉េចមកជួយដោះស្រាយជាមួយនឹងបញ្ហាហ្នឹងមកឲ្យខ្ញុំព្រោះថាពួកខ្ញុំបើសិនជាអត់មានលុយហ្នឹងទេគឺពួកខ្ញុំអត់មានអីដែលរៀនបន្តសិក្សាតទៀតទេបងគឺពួកខ្ញុំនឹងអស់លទ្ធភាពក្នុងការរៀនហើយពួកខ្ញុំការរៀនហ្នឹងគឺសំខាន់បំផុតបងបើសិនជាខ្ញុំចប់ការរៀនហ្នឹងហើយគឺខ្ញុំចប់គ្រប់បែបគ្រប់យ៉ាងព្រោះខ្ញុំសុទ្ធតែជាអ្នកអត់ទាំងអស់គ្នាបងហើយពួកខ្ញុំធ្វើការដូចខ្ញុំបញ្ជាក់អញ្ចឹងគឺខ្ញុំធ្វើការមួយថ្ងៃសឹងតែ24ម៉ោងពេលខ្លះថ្ងៃខ្លះបានគេទៅបងនឹងសំលុយរាប់ខែរាប់ឆ្នាំដើម្បីរៀនដល់ពេលគាត់យកហើយគាត់មកធ្វើអញ្ចឹងដល់ពួកខ្ញុំអញ្ចឹងពួកខ្ញុំពិបាកក្នុងការទៅថាអត់ដឹងថាបន្តត្រូវធ្វើអីតទៀតទៅបងយើងវាអស់លទ្ធភាពមែនតានហ្មងបងអាពេលគេមកខ្ចីគេលួងលោមមិនខ្លះបងអូនបានឲ្យលុយគេគាត់ថាគាត់យកទៅប្រវល់ការងារគាត់ធ្វើការរកស៊ីអីគេរបស់គាត់ថាអូនបងយកពឹងអូនតែ2 3ថ្ងៃទេបងឲ្យវិញហើយអូនចាំបានតែហ្មងក៏បានដែរបងឲ្យអូនឯងតិចតួចក៏បានដែរអូនឯងយកហ្មងយកទៅបងសន្យាព្រោះអីបងនេះនៅចិត្តតែអូនឯងទេអូនឯងស្គាល់បងយូរណាស់ហើយអូនឯងក៏ដឹងចិត្តបងដែរតើពេលចាក់ស្ដែងរហូតដល់ឥឡូវហ្នឹងវាមួយខែជាងហើយបងក៏អត់ឲ្យខ្ញុំសងហើយទាំងតែខ្ញុំ2 3ខែទៅខ្ញុំត្រូវការបងសាលាហើយសាលាប៉ែតបងនឹងស្រាប់ហើយគឺវាថ្លៃបងហើយពួកខ្ញុំទាំងពីរនាក់ធ្វើការគឺហត់នឿយខ្លាំងណាស់កម្លាំងញើឈាមខ្ញុំគាត់យកទៅបងខ្ញុំស៊ីចាយផឹកស៊ីអេសរីឌឺដងឌៀមដាមពួកខ្ញុំឈឺចាប់ខ្លាំងបំផុតហ្មងបងថងថាគាត់ឌឺឲ្យខ្ញុំថាចេះខ្ញុំប្តឹងមិនក៏គាត់អត់ខ្វល់គាត់ក៏អត់ខ្លាចអីទាំងអស់គាត់អត់សងចាំមានន័យថាពេលមកខ្ចីហ្នឹងវល់លុនតួដល់ពេលបងឯងចាប់ផ្ដើមទាវិញឆាតមកឌឺដងឯងបោះ story ដើរផឹកស៊ីឌឺដងឯងទៀតចាដាក់ទំនាយពួកខ្ញុំមិនស្លាប់ទៀតបងចុះមកឆាតមានន័យថាពេលខ្ចីលុយហ្នឹងខ្ចីអត់សងឯងឆ្លាតឆ្លៀតឆាតមកដាក់ទំនាយទៀតចាដាក់ទំនាយឲ្យពួកខ្ញុំស្លាប់អីក៏ដាក់ទំនាយថាប្តឹងទៅអត់ខ្វល់គាត់អត់ខ្វល់អត់សងស្លាប់ទៅក៏អត់មានទៅខ្វល់ជាមួយយើងណាអាចខ្ចីលុយគេបានអីអត់សងគេឆ្លៀតឆាតមកដាក់ទំនាយឲ្យគេនឹងស្លាប់ទៀតចាសុទ្ធតែឲ្យខ្ញុំទូហេតុកម្មអីណាតែគាត់ហ្នឹងមកខ្ចីយើងមកវល់សុំពីយើងសោះជុំមានអីដែរខ្ចីលុយគេឲ្យបងឯងនឹងទូរេចកម្មទៀតចាមិនគាត់ទេអ្នកទូរេចកម្មដែលជាពាក់លុយបងឯងទៅជាពួកខ្ញុំណែដែលជួយគាត់ឲ្យខ្ញុំនឹងទូរេចកម្មវិញបងជុំហើយប្រើពាក្យសម្ដីអាស្រមមកដល់ពួកខ្ញុំច្រើនខ្លាំងមែនតើហ្មងបងអានេះថ្មីហ្មងសម្រាប់អ្នកខ្ចីលុយហ៎បងហើយខ្ញុំតាក់ទងទៅដល់គ្រួសារគាត់បងខ្ញុំសូមសម្រួលគាត់ថាពេលណាអាចឲ្យខ្ញុំខ្លះមកអញ្ចឹងណាគាត់ថា$1000ហ្នឹងណាគាត់ឲ្យតែ100ឯងបើមិនយកអត់គាត់ថាតែ$1000ហ្នឹងឯងហើយឲ្យខ្ញុំនឹងបញ្ចប់រឿងហើយបើមិនបញ្ចប់រឿងទេអត់ទៅបងគិតមើលកម្លាំងញើឈាមរបស់ខ្ញុំធ្វើការរាប់ខែរាប់ឆ្នាំគាត់ឲ្យខ្ញុំ$100ហើយលុយយកទៅសិតតែរាប់ពាន់$ហើយឲ្យខ្ញុំ100ហើយឲ្យខ្ញុំបញ្ចប់រឿងហើយចង់ឲ្យខ្ញុំសុំទោសគាត់ទៀតខ្ញុំពិបាកទទួលយកខ្លាំងមែនតើខ្ញុំឈឺចាប់ខ្ញុំសង្ឃថាខ្ញុំចង់សម្រាប់ខ្លួនមែនតើហ្មងព្រោះខ្ញុំអត់ដឹងថាបន្តអីទៀតបងព្រោះខ្ញុំអត់មានលុយបងសាលាខ្ញុំអត់មានលុយអីទាំងអស់ព្រោះពួកខ្ញុំសិតតែអ្នកអត់ដូចគ្នាបងច្រឡំមួយខ្ញុំក៏អត់សិតតែអ្នកខែទាំងអស់បងហើយធ្វើការបងហត់នឿយណាស់មួយថ្ងៃធ្វើការសឹងតែ24ម៉ោងអត់មានពេលនឹងគេងហងពួកខ្ញុំអត់មានពេលទៅនេទេខំប្រឹងណាស់ដើម្បីខេត្តណាបងអូនទាំងពីរនាក់ខ្ញុំនៅខេត្តកដាបងច្រឡំមួយខ្ញុំនៅខេត្តកញ្ចេះបងអូអញ្ចឹងសោះឡើងមកពីខេត្តដើម្បីមករៀនសូត្រនៅភ្នំពេញណាបងអូនណាចាបងបាទហើយចុះបងអូនប្រុសវិញបងអូនមានអីនិយាយខ្លះទេបងអូនពាក់ព័ន្ធជាមួយនឹងរឿងខ្ចីលុយហ្នឹងមានលុយបងអូនខ្លះទេនៅក្នុងហ្នឹងបងអូនសម្រាប់ខ្ញុំតមានតិចតួចបងត្រង់ចំណុចហ្នឹងបងបាទហើយសម្រាប់ខ្ញុំក៏អត់មានអីច្រើនដែរចង់ឲ្យសម័យខ្លួនគាត់ទាំងពីរនាក់ចូលខ្លួនមកដោះស្រាយជាមួយប្អូននៅស្រីចរនមួយរបស់ខ្ញុំផ្ទាល់ដែរបងបាទដើម្បីឲ្យថាសម្រួលគ្នាទៅដើម្បីឆាប់ជាប់ហើយក៏អត់ចង់វែងឆ្ងាយតទៅមុខទៀតហើយពួកខ្ញុំបានលុយនឹងមកអត់មានយកធ្វើអីទេយកមកទៅដាក់បងលុយសាលារៀនបន្តទាំងអស់គ្នាបងបាទហើយបន្តមកទៀតមានតែសំណូមពរដល់បងខាងប៉ូលីសខាងសមត្ថកិច្ចអីជួយដោះស្រាយឲ្យបន្ថែមទៀតត្រង់ចំណុចហ្នឹងបាទអស់ជំរឿសហើយណាបងណាមានន័យថាអស់ជំរឿសហើយបានមកដល់គោលស្ពានជ្រួយចង្វាដើម្បីសុំឲ្យបងធ្វើការផ្សព្វផ្សាយពាក់ព័ន្ធជាមួយនឹងស្ត្រីទាំងពីរនាក់ហ្នឹងណាបងណាចាបងចាព្រោះឲ្យពួកគាត់ធ្វើបាបពួកខ្ញុំខ្លាំងមែនតើហ្មងបងដោយសារពួកខ្ញុំទាំងពីរនាក់បងប្អូននេះ
គេញ៉ាំបានអីអត់បានខ្ញុំនឹងដេកឈឺទុំដល់ស្រោមឲ្យបងដៃដាក់ស្រោមទុំដល់បងខ្ញុំអ្នកដាក់ឲ្យទៀតបងដេកដាក់ស្រោមហ្នឹងហ្នឹងថាច្រើនផ្លោកខ្លាំងមែនតើហ្មងអាហ្នឹងឈឺហ្នឹងមកពីឈឺចិត្តឬក៏មកពីអីបងយើងបោកទាំងឈឺចិត្តផងយើងគេញ៉ាំលក់ផងពិបាកចិត្តផងព្រោះយើងត្រូវបងសាលាបងអីទាំងអស់បងអញ្ចឹងយើងពិបាកចិត្តខ្លាំងមែនតើហ្មងដល់ថ្នាក់ហាងខ្ញុំញ៉ាំក៏មិនបានធ្វើអីក៏មិនកើតបងនេះគាត់នេះខ្លាចតែខ្ញុំនឹងស្លាប់ទៅដោយសារអីយើងអត់ហូបអីច្រើនថ្ងៃយើងអត់បានគេងច្រើនថ្ងៃដាក់ស្រោមផងលេបតាមផងចាក់ផងបងបាក់ចិត្តជាមួយនឹងរឿងគេខ្ចីលុយអត់សងហ្នឹងបងណាចាហើយចាំមកគេថានេះគ្រួព្រោះលុយខ្លួនឯងបងណាបាទអាមានលុយយើងអត់បានទុកចាយឯងអាណិតគេឲ្យគេខ្ចីឯងទីបំផុតមកដេកបាក់ចិត្តដោយសារតែរឿងលុយខ្លួនឯងហ្នឹងទៀតហើយចំពោះលុយនឹងទាំងអស់ហ្នឹងក៏មានពាក់ព័ន្ធជាមួយនឹងលុយបងចដោលមួយខ្ញុំដែរហើយគាត់ក៏អត់ដូចគ្នាដែរបងអញ្ចឹងពួកខ្ញុំទាំងពីរនាក់គឺពិបាកមែនតើមកបងព្រោះគៀកបងសាលាហើយពួកខ្ញុំបងសាលាក៏ថ្លៃតែបងសាលាប៉ែនអ្នកដែលរៀនប៉ែទាំងអស់គ្នាគឺគាត់យល់អារម្មណ៍ហ្នឹងហ្មងគឺពេលដែលបងម្ដងគឺពិបាកចិត្តណាស់បើគេអ្នកគ្រាន់បើអីទេតែពេលពួកខ្ញុំពីអ្នកណាអត់សូវមានលទ្ធភាពបងគឺពិបាកហ្មងគឺព្យាយាមរកការងារបងមិនធ្វើមួយមុខទេគឺធ្វើច្រើនកន្លែងទាំងអស់ឲ្យតែមានកន្លែងណាការងារទទួលមិនតែការងារប៉ែទេបងហាងកាហ្វេក៏ខ្ញុំធ្វើ part time ក៏ខ្ញុំធ្វើអីក៏ខ្ញុំធ្វើតែឲ្យតែថាបានលុយបាទអញ្ចឹងមានតែប៉ុណ្្នឹងណាបងណាចាបាទហើយជាចុងក្រោយបងមានអី5ផ្ញើទៅដល់បងប្អូនវិជាពលរដ្ឋដែលកំពុងទស្សនាដើម្បីឲ្យចំណាំមុខស្ត្រីទាំងពីរនាក់ហ្នឹងជាចុងក្រោយខ្ញុំចង់ឲ្យបងប្អូនទាំងអស់គ្នាដែលបានទស្សនាវីដេអូហ្នឹងចំណាំមុខបងស្រីពីរនាក់ហ្នឹងຕົកបើសិនជាគាត់ទៅខ្ចីលុយឬក៏ឆាទៅលុំលោបងប្អូនទាំងអស់គ្នាសូមមេត្តាបងប្អូនទាំងអស់គ្នាកុំចាញ់បោកគាត់ឲ្យសោះព្រោះគាត់ខ្ចីហើយគឺគាត់អត់ឲ្យវិញទេពេលដែលគាត់ខ្ចីបានហើយគឺគាត់មានតែមើងងាយវិញទៅហើយគាត់ដាក់បដាសាមើងងាយគេគ្រប់គ្នាទាំងអស់ចឹងបងកុំចាញ់បោកពួកគាត់ឲ្យសោះដូចពួកខ្ញុំអីគឺពិបាកខ្លាំងណាស់ឥឡូវហ្នឹងអញ្ចឹងបងបើអត់សិនជាអត់ចង់មានបញ្ហាទេគឺកុំទទួលយកការสนองពោពីបោះគាត់ដែលសុំវ៉សុំអីហ្នឹងគឺគុំឲ្យសោះបងបាទហើយគឺខ្ញុំក៏ចង់មួយចង់ក្រោយទៀតគឺខ្ញុំចង់ឲ្យនគរបាលខាងប៉ុស្តិ៍ប៉ូលីសមិនថាខាងអីទេគឺជួយដោះស្រាយខ្ញុំតិចមកព្រោះដោយសារខ្ញុំវេទនាខ្លាំងមែនតើមកអត់មានលុយបងសាលាពួកខ្ញុំត្រូវការបងសាលាដើម្បីរៀនបន្តការសិក្សាឲ្យចប់ពួកខ្ញុំតុំឆ្នាំទី3ហើយពួកខ្ញុំត្រូវរៀន4-5ឆ្នាំទៀតបងអញ្ចឹងបើសិនជាខ្ញុំអត់មានលទ្ធភាពបងទេគឺពួកខ្ញុំអស់អនាគតគឺធំនឹងបងអញ្ចឹងខ្ញុំសូមសំណូមពរប៉ុណ្ណឹងបាទចា៎អរគុណច្រើនណាស់បងប្អូនសម្រាប់ការទស្សនានិងការតាមដាននេះគឺជារឿងរ៉ាវរបស់ប្អូនស្រីដែលជានិស្សិតពេទ្យបាទឆ្នាំទី3ហើយគាត់ឥឡូវនេះជួបទុកព្រោះលុយខ្លួនឯងបងប្អូនបាទគឺគាត់អាណិតស្ត្រីទាំងពីរនាក់ហ្នឹងបាទខំឲ្យខ្ចីលុយឲ្យទីបំផុតបានលុយឲ្យបាទអត់សងគាត់ឲ្យឆ្លៀតឆាតមកឌឺដងបាទជេរតេះឌៀលក៏ដូចជាប្រមាថមើងងាយគាត់សពគ្រប់បែបយ៉ាងសង្ឃឹមថារឿងនេះស្ត្រីទាំងពីរនាក់គាត់បានឃើញឲ្យរួចនឹងអាណិតដល់ប្អូនដែលជានិស្សិតពេទ្យទាំងពីរនាក់ហើយមេត្តាជួយយកលុយមកសងគាត់វិញផងបាទប្រិមិត្តបានឃើញនេះគឺជារឿងរ៉ាវរបស់និស្សិតពេទ្យ2នាក់ដែលគាត់ត្រូវបានស្ត្រី2នាក់បានធ្វើការខ្ចីលុយគាត់ដោយក្នុងម្នាក់ខ្ចី1000និងម្នាក់ទៀត$1300ដោយគាត់ឥឡូវនេះអត់មានលុយបង់សាលារៀនគាត់ក៏ដាច់ចិត្តមកសុំឲ្យខ្ញុំធ្វើការជួយផ្សព្វផ្សាយពាក់ព័ន្ធជាមួយនឹងស្ត្រី2នាក់ដែលបានខ្ចីលុយរបស់គាត់ហើយគេចវេះអត់សងនឹងអរគុណបងប្អូនមានចំណុចណាខុសឆ្គងសូមបងប្អូនមេត្តាខន្តីអភ័យទោសឲ្យខ្ញុំទាំងអស់គ្នាផងអរគុណណាបងប្អូនណាអរគុណមែនតើបងប្អូនអរគុណបាទបងប្អូនទាំងអស់គ្នាថ្នាំដុសធ្មេញយឺនសិនម៉ាក់អ៊ីជួយកម្ចាត់ក្លិនមាត់មិនល្អជួយបំបត្តិរលាកនិងស្រាលស្រាញតាមអញ្ចាញធ្មេញព្រមទាំងមានអារម្មណ៍ស្រឡះក្នុងមាត់ក្រោយពេលប្រើប្រាស់មួយទីបត្រឹមតែ20000រៀលប៉ុណ្ណោះអាចប្រើប្រាស់បានទៅដល់3ខែជាលើកដំបូងកាហ្វេ 4 in 1មាននៅស្រុកខ្មែរផលិតដោយក្រុមហ៊ុនកាហ្វេធម្មជាតិស៊ីនវ៉ៃយូធានាទាំងគុណភាពនិងតម្លៃថោកត្រឹមតែ1000រៀលក្នុងមួយកញ្ចប់និងមានតែមួយគត់នៅកម្ពុជា